đã thấy viên能 scan ហើយវាលុបផ្ទៃពីក្រោយយើងបានស្អាតមែនទែនឥឡូវយើងចាំមើលដល់គ្នាបងប្អូនចង់ដាក់ profile Facebook ដែលមានផ្ទៃពីក្រោយស្អាតៗបែបហ្នឹងអត់ហើយសំខាន់ជាមួយនឹងកម្មវិធីនេះខ្ញុំឃើញថាគេផ្ដល់ផ្ទៃច្រើនមែនទែនសម្រាប់យើងយកទៅដាក់ profile Facebook របស់យើងណាហើយសំខាន់គឺអាផ្ទៃក្រោយហ្នឹងគឺគេកាត់បានស្អាតទៀតមុនចូលកាន់វីដេអូនេះខ្ញុំក៏គុណអ្នកឧបត្ថម្ភដែរសម្រាប់បងប្អូនដែលចង់បាន iPhone ឬក៏ Samsung ទាំងថ្មីមកទឹកបងប្អូនដែលទឹកខ្មែរ168 phone សបានគាត់មានវាយដូរឡើងសេរីគាត់មានបង់លុយជាមួយនឹងហាងឬក៏បង់រំលោះសុទ្ធជាមួយនឹងធនាគារក៏បានដែរហើយគាត់ថែមទាំងមានការធានាជូនដល់ទៅ1ឆ្នាំទៀតអត់ពិបាកទេចឹងដំបូងបងប្អូនត្រូវការកម្មវិធីហ្នឹងគឺ free ទេយើងអាចទាញយកពី App Store បានពី Play Store ក៏បានចឹងបើខ្ញុំនៅលើ iPhone ចូលកាន់ App Store បើយើងប្រើប្រាស់ Android ចូលកាន់ Play Store ហើយបងប្អូនស្វែងរកកម្មវិធីមួយដែលវាដាក់ថា AI Photo Editor BG Master ណាអញ្ចឹងយើងមើលកម្មវិធីដែលមាន logo ដូចគ្នាមកហើយបងប្អូនបើកទៅទាញយកកម្មវិធីហ្នឹងខ្ញុំចុច allow អញ្ចឹងក្នុងនោះខ្ញុំអាចចុច continue ចុច continue ទៀតជុំវា load ឲ្យយើងបង់លុយគឺយកបាច់បង់ទេបងប្អូនចុចខ្វែងផ្នែកខាងលើពេលខ្លះវា load ឲ្យយើងបង់លុយដែរបើយើងខ្វែងវាទៅអ្វីដែលយើងត្រូវមើលគឺបងប្អូនមើលកន្លែង profile pic នៅផ្នែកខាងលើណា profile picture ហ្នឹងចុច see all ទៅគឺវាមានគំរូផ្ទៃពីក្រោយច្រើនមែនទែនអញ្ចឹងបើបងប្អូនស្រឡាញ់ផ្ទៃមួយណាបងប្អូនរកផ្ទៃមួយហ្នឹងទៅឥឡូវឧទាហរណ៍តែខ្ញុំចង់ប្រើប្រាស់ផ្ទៃមួយនេះចុះខ្ញុំអាច select ចឹងទៅហើយបន្តទៀតខ្ញុំអាចចុច replace ខ្ញុំចុច allow full access ខ្ញុំដើម្បីរើសរូបដែលខ្ញុំចង់ដាក់ណាឥឡូវឧទាហរណ៍ខ្ញុំចង់បានរូបនេះខ្ញុំយកទៅដាក់ហើយវានឹង scan ហើយវាលុបផ្ទៃពីក្រោយយើងបានស្អាតមែនទែនឥឡូវយើងចាំមើលដល់គ្នាឃើញទេវាលុបផ្ទៃពីក្រោយហ្នឹងគឺបានអស់ហ្មងណាហើយយើងអាចព្រិចព្រមដាក់តាមហ្នឹងទៅហើយពេលយើងសេរីហើយចុច done ហើយយើងចុចប៊ូតុង text បន្ទាប់នេះយើងចុចប៊ូតុង download ទៅប៉ុន្តែវាជាប់ watermark កន្លែង photo editor ផ្នែកខាងលើហ្នឹងណាប៉ុន្តែនៅពេលវាជាប់ watermark អត់អីទេដោយសារតែយើងដាក់ profile picture profile Facebook របស់យើងគឺវាក្របចោលហើយវាអត់ជាប់watermark ហ្នឹងទេអញ្ចឹងតែប៉ុណ្្នឹងទេអរគុណច្រើនខ្ញុំនឹងជួបបងប្អូននៅវីដេអូក្រោយទៀត